Vàជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងជួបគ្នាជាថ្មីបន្តទៀតហើយនៅវីដេអូរបស់ខ្ញុំហើយវីដេអូនេះខ្ញុំនឹងចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅទស្សនវិជ្ជានៅប្រាសាទមួយកន្លែងស្ថិតនៅក្នុងខេត្តកំពង់ធំហើយនេះយើងបានធ្វើដំណើរចេញពីខេត្តកំពង់ធំដោយយើងជិះតាមផ្លូវជាតិលេខ62ដែលយើងឆ្ពោះទៅខាងព្រះវិហារបាទហើយនេះជាទស្សនវិជ្ជានៅតាមដងផ្លូវខ្ញុំឃើញពីទស្សនវិជ្ជានៅតាមដងផ្លូវគឺមានទេសភាពស្រស់ស្អាតមែនទែនដោយអមជាមួយនឹងដើមរុក្ខជាតិផ្សេងជាច្រើនហើយនេះយើងបានកំពុងតែបន្តសកម្មភាពរបស់ខ្ញុំហ្នឹងគឺយើងនឹងធ្វើវីដេអូនេះដើម្បីបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាបានហើយនេះយើងបានមកដល់ផ្លូវបំបែកនៃច្រកចូលប្រាសាទនោះផ្ទាល់តែម្ដងហើយប្រាសាទនោះមានឈ្មោះថាប្រាសាទសម្បូរព្រៃគុកហើយនេះជាទស្សនវិជ្ជាមួយដែលយើងបានមកដល់ផ្លូវបំបែកហើយដែលយើងចូលទៅប្រាសាទនោះផ្ទាល់តែម្ដងបាទហើយយើងក៏បន្តដំណើរសកម្មភាពរបស់ខ្ញុំបន្តទៀតនៅចំពោះវីដេអូនេះដែរខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តនៅវីដេអូរបស់ខ្ញុំដែលខ្ញុំបានធ្វើបង្ហាញទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់រាល់សកម្មភាពរបស់ខ្ញុំធ្វើវីដេអូនេះគឺខ្ញុំដើម្បីចែករំលែកឬក៏ជាវីដេអូមួយសម្រាប់ទុកជាអនុស្សាវរីយ៍របស់ខ្ញុំផងដែរក្នុងការធ្វើដំណើរទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានផ្សេងៗនៅក្នុងប្រទេសកម្ពុជារបស់យើងឬក៏តំបន់ផ្សេងៗដែលខ្ញុំបានធ្វើវីដេអូកំពុងសព្វថ្ងៃនេះបាទហើយយើងបានធ្វើដំណើរនៅតាមផ្លូវកស៊ូមួយកន្លែងផងដែរដែលយើងឆ្ពោះទៅប្រាសាទសម្បូរព្រៃគុកបាទហើយនេះយើងបានកំពុងមកដល់ឃុំមានជ័យហើយយើងក៏ធ្វើដំណើរបន្តទៀតបាទចំពោះវីដេអូនេះដែរខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនពិតជាសប្បាយរីករាយណាស់នៅពេលដែលបានឃើញទស្សនវិជ្ជានៅតាមដងផ្លូវនៅខែវស្សាបាទដោយមានអាកាសធាតុមិនសូវក្តៅហើយក៏លក្ខណៈបង្គួរផងដែរហើយយើងឃើញពីទស្សនវិជ្ជានៅតាមដងផ្លូវគឺពោរពេញទៅដោយធម្មជាតិស្រស់បំព្រងមានរុក្ខជាតិខៀវខ្ចីបាទហើយនេះយើងបានបន្តសកម្មភាពក្នុងការធ្វើដំណើរដើម្បីទៅដល់ប្រាសាទនោះផងដែរហើយជាទស្សនវិជ្ជាមួយដែលខ្ញុំបានបង្ហាញពុកម៉ែបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូនចូលរួមទស្សនាទាំងអស់គ្នាហើយកុំភ្លេចជួយចុច Subscribe ឬក៏ជាវនៅ Channel របស់ខ្ញុំបាទដើម្បីជាការគាំទ្របន្តទៀតចឹងណាពុកម៉ែបងប្អូនបាទហើយនេះយើងបានមកដល់ច្រកចូលនៅប្រាសាទសម្បូរព្រៃគុកហើយបាទចំពោះវីដេអូនេះគឺយើងឃើញថាយើងបានធ្វើដំណើរនៅតាមដងផ្លូវដែលយើងឆ្ពោះទៅប្រាសាទសម្បូរព្រៃគុកនោះហើយបងប្អូនឃើញអំពីទស្សនវិជ្ជាទាំងនេះខ្ញុំគិតថាបងប្អូនប្រហែលជាចង់ស្គាល់ប្រាសាទនេះផងដែរបាទហើយចំពោះវីដេអូនេះគឺខ្ញុំធ្វើឡើងដើម្បីជាការចែករំលែកទៅកាន់ពុកម៉ែបងប្អូនឲ្យស្គាល់បាទហើយបើសិនជាពុកម៉ែបងប្អូនខ្លះក៏មិនទាន់ស្គាល់ក៏អាចមកទស្សនានៅប្រាសាទសម្បូរព្រៃគុកនេះផងដែរបាទបងប្អូនឃើញអំពីទស្សនវិជ្ជានៅតាមដងផ្លូវគឺមានដើមឈើជាច្រើនដើម្បីជាការរក្សានៅគ្រឹះប្រាសាទឬក៏ប្រាសាទជាដើមបាទហើយយើងឃើញពីទស្សនវិជ្ជានៅប្រាសាទនេះហើយគឺស្រស់ស្អាតមែនតើចំពោះប្រាសាទសម្បូរព្រៃគុកត្រូវបានកសាងឡើងនៅក្នុងចុងសតវត្សទី6ដើមសតវត្សទី7ដោយព្រះបាទឦសានវរ្ម័នទី1ហើយប្រាសាទនេះធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាចំពោះរចនាបថគឺរចនាបថសម្បូរបាទហើយដូចជាពុកម៉ែបងប្អូនបានឃើញហើយនៅទស្សនវិជ្ជានៅតាមប្រាសាទនានាគឺតែងតែមានសិលាចារឹកហើយចំពោះប្រាសាទនេះគឺយើងឃើញថាកសាងឡើងអំពីឥដ្ឋបាទហើយដូចជាបងប្អូនបានឃើញហើយនៅវីដេអូរបស់ខ្ញុំនេះគឺខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូននៅប្រាសាទមួយមានឈ្មោះថាប្រាសាទយាយទ័ពបាទហើយនេះទស្សនវិជ្ជាដែលខ្ញុំបានឆ្ពោះទៅប្រាសាទយាយទ័ពគឺយើងឃើញពីទស្សនវិជ្ជានៅតាមផ្លូវគឺឃើញមានដើមឈើអមតាមដងផ្លូវគឺពិតជាស្រស់ស្អាតមែនទែនហើយនេះយើងបានមកដល់ផ្លូវចូលច្រកប្រាសាទយាយទ័ពហើយយើងឃើញអំពីការជួសជុលថែរក្សាហ្នឹងគឺខាងពួកគាត់គឺអស្ចារ្យមែនទែនបាទដោយគាត់អភិរក្សនៅប្រាសាទឲ្យបានគង់វង្សយូរអង្វែងទៅមុខទៀតបាទហើយវីដេអូរបស់ខ្ញុំមិនមានអ្វីច្រើនទេគឺខ្ញុំថតនៅសកម្មភាពដើម្បីបង្ហាញទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យឃើញពីទស្សនវិជ្ជានៅ
ប្រាសាទនៅក្នុងខេត្តកំពង់ធំនឹងបានចំពោះទីតាំងប្រាសាទហ្នឹងស្ថិតនៅភូមិសម្បូរឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំហើយចំពោះវីដេអូរបស់ខ្ញុំគឺខ្ញុំបង្ហាញទៅកាន់ពុកម៉ែបងប្អូនពីទស្សនវិជ្ជានៅជុំវិញប្រាសាទនោះផ្ទាល់តែម្ដងបាទចំពោះវីដេអូរបស់ខ្ញុំអត់មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនជាពិសេសយុវជនជួយថែរក្សានៅប្រាសាទឬក៏កេរដំណែលរបស់ដូនតាយើងឲ្យគង់វង្សយូរអង្វែងបាទជាចុងក្រោយខ្ញុំសូមអរគុណសូមជម្រាបលាទាំងអស់គ្នាបាទអរគុណច្រើន